ប៉ាម៉ាក់ស្លាប់ហើយដើម្បីចិញ្ចឹមអញឲ្យធំខ្ញុំធ្វើការដោយគោដូចក្របីខ្ញុំសុខចិត្តធ្វើគ្រប់យ៉ាងឥឡូវអញហ៊ានទៅជួយឈុងសឹងហ៊ានមកប្រឆាំងខ្ញុំឈូវីឯងមានសិទ្ធិអីយកគេទៅបងស្រីបងឈប់ទៅមនុស្សដែលបងបានបំផ្លាញមានច្រើនពេកហើយយើងកុំបន្តធ្វើខុសទៀតអីបងបន្ទោសកំហុសទាំងអស់មកលើខ្ញុំប្រាប់បងខ្ញុំអត់ខុសទេការសិក្សានិងទ្រព្យសម្បត្តិបងមានអីខុសអ្វីដែលខ្ញុំចង់បានឯងបានជោគជ័យមានអីខុសតែអ្វីដែលបងចង់បានទាំងអស់នេះសុទ្ធតែប្រឡាក់ឈាមបើឈុងសឹងស្លាប់ទៅខ្ញុំនឹងមិនអត់ទោសឲ្យបងមួយជីវិតនេះទេទោះបងត្រូវកាត់ទោសប្រហារជីវិតក៏ដោយវាក៏ជាការកូនសដែលសោកសៅបំផុតលោកម្ចាស់តូចលោកនៅតែមិនទាន់យល់ច្បាស់ទេលោកស៊ូអ្នកចង់និយាយអីខ្ញុំនៅទីនេះស្លៀកពាក់ទៅស្លៀកពាក់ទៅរូសាអ្នកធូរស្បើយបន្តិចហើយឬនៅដោយសារបងស្រីឯងខ្ញុំស្ទើរតែស្លាប់ទៅហើយខ្ញុំសុំទោសមិននឹកស្មានថាគេនឹងដោះលែងចេញពីគុកព្រាមសោះហើយក៏ធ្វើបាបអ្នកទៀតតារាប់ណាខ្ញុំមិនទាន់ស្លាប់ឯងជាចោរល្មោកប្រកាសជាមិនបោះបង់ចោលនេះទេលោកស្រីដែលកើតជាថ្មីមិនទាន់ស្លាប់ទេលោកម្ចាស់តូចបានរកឃើញគាត់ហើយបានបញ្ជូនគាត់ទៅមន្ទីរពេទ្យលោកម្ចាស់តូចនៅណាលោកម្ចាស់តូចនៅជាមួយគាត់រហូតគេបានឆក់យកនាងស៊ុយពីក្បែរខ្ញុំយ៉ាងងាយស្រួលបែបនេះដោយសារខ្ញុំបានបាត់បង់អូនប្រុសរបស់ខ្ញុំហើយអញ្ចឹងគេក៏ត្រូវបាត់បង់របស់ដែរគេមានរឿងមិនល្អហើយចេញសៀវជុនម្ដាយឯងបាត់ខ្លួនហើយទុកខ្ញុំទៅបើមិនអញ្ចឹងទេខ្ញុំមិនទុកឯងដាច់ខាតតើឯងនឹងមិនទុកខ្ញុំដោយរបៀបណាឯងបានដណ្ដើមកន្លែងរបស់ខ្ញុំឯងក៏ត្រូវតែលុបលាងបាបកម្មរបស់ឯងដែរអូនិយាយអញ្ចឹងឯងចង់ឲ្យម្ដាយឯងស្លាប់របៀបណាដោយកម្មបិទដោយថ្នាំពុលឬមួយក៏នាំមនុស្សមកម៉ាក់ខ្ញុំធ្លាប់ប្រាប់ហើយខ្ញុំនឹងចាប់បានចំណុចខ្សោយរបស់ឯងឲ្យបានហើយបំផ្លាញឯងចោលតើត្រូវធ្វើម៉េចទើបឯងអាចទុកខ្ញុំបានគិតទៅលើកជង្គង់ចុះទៅលូនមកក្បែរខ្ញុំពីលើកំទេចកញ្ចក់ទាំងនេះមកប៉ុន្មានឆ្នាំមុនខ្ញុំអាចសម្លាប់ឯងបានឥឡូវនេះខ្ញុំក៏នៅតែអាចសម្លាប់ឯងបានដែរឲ្យតែឯងទុកជីវិតម៉ាក់ខ្ញុំទៅអ្វីដែលបងធ្វើខ្ញុំនឹងយកព្រមតាមទាំងអស់បើបងអាណិតម៉ាក់បងខ្លាំងម្ល៉េះចឹងបងទៅស្លាប់ជំនួសម៉ាក់បងទៅម៉ាក់ខ្ញុំអត់ធ្មត់លេងបានហើយបើ3វិនាទីមិនព្រមធ្វើទេខ្ញុំនឹងឲ្យម៉ាក់បងត្រូវឈាមមុនគេសៀវវិនឯងមកធ្វើអីបងស្រីសូមបងស្រីអធិស្ឋានឲ្យពួកគេទៅសៀវវៃឯងច្បាស់ជាត្រូវគេលបងលងលំហើយបានជាឯងហ៊ានធ្វើបាបបងស្រីបែបនេះបងស្រីគ្មានអ្នកណាលបងលងលំខ្ញុំទេសៀវវៃឥឡូវឯងមកក្បែរបងស្រីមកបងអាចលើកលែងទោសរាល់ការក្បត់របស់ឯងកន្លងមកទាំងអស់បងស្រីកុំនៅតែវង្វេងផ្លូវទៀតអីខ្ញុំងាយស្រួលឯណាអ្វីដែលខ្ញុំបានធ្វើទាំងអស់នេះមិនមែនដើម្បីឯងទេអ្វីដែលឯងស្លៀកពាក់ឬប្រើប្រាស់សប្តាហ៍ថ្ងៃមួយណាដែលមិនមែនខ្ញុំជាអ្នកឲ្យទៅឯងខ្ញុំសុខចិត្តមិនយកទេព្រោះខ្ញុំគិតថាវាមិនល្អទេឯងមើលងាយខ្លួនឯងបែបនេះបងស្រីហើយបងស្រីខ្ញុំអង្វរបងហើយសូមជប់ទៅចុះកុំបន្តធ្វើខុសទៀតអីឈូយ៉ានខ្ញុំគួរតែសប្បាយចិត្តជំនួសបងឬក៏ពិបាកចិត្តទៅវិញបងស្រីឆ
ឆាប់លែងគេទៅបានហើយខ្ញុំធ្វើល្អទៅល្អបងចង់ធ្វើអីខ្ញុំធ្លាប់និយាយហើយបងស្រីខ្ញុំបានឃើញបងហើយខ្ញុំគ្មានផ្លូវថយក្រោយទេសូមឲ្យខ្ញុំគ្មានថ្ងៃបានសុខសូមឲ្យខ្ញុំរារាំងគ្រូជំនួសបងស្រីខ្ញុំទៅបងហ៊ានយកជីវិតបងមកគំរាមខ្ញុំនេះជាវាសនារបស់យើងគ្រប់គ្នាខ្ញុំនឹងលែងខ្ញុំលែងបងជាមនុស្សថោកទាបបងហ៊ានយកជីវិតបងមកគំរាមខ្ញុំសុំទោសការចាប់កំណើតជាថ្មីគឺសុទ្ធតែមកពីខ្ញុំបើសិនជាមិនមែនដោយសារខ្ញុំទេឯងក៏មិនបានជួបបងស្រីខ្ញុំដែរហើយក៏មិនទៅជាបែបនេះដែរបងស្រីខ្ញុំមិនបាច់ជួននាងក៏មិនអីដែរខ្ញុំអាចចេញទៅធ្វើការបានឆាប់ជួយសម្រាលបន្ទុកបងមិនបានទេរឿងឯងចូលសាកលវិទ្យាល័យបងនឹងគិតរកវិធីមិនក៏ឯងសុំទោសអ្នកដែលគួរតែសុំទោសគឺគេទេតើកុំបាក់ទឹកចិត្តបងសុំទោសឯងសុំទោសចេញទៅរឿងគ្រប់យ៉ាងកន្លងមកគឺសុទ្ធតែជាកំហុសរបស់ខ្ញុំឯងគិតថាគ្រាន់តែពាក្យសម្ដីធម្មតាប៉ុន្មានម៉ាត់នេះអាចលាងជម្រះកំហុសដែលឯងបានប្រព្រឹត្តបានឬខ្ញុំប្រាប់ឲ្យឯងលុតជង្គង់សុំទោសគ្រប់គ្រាន់ឬនៅការធ្វើឲ្យឯងរស់នៅឈឺចាប់ជាងខ្ញុំទើបហៅថាការសុំទោសមួយកំភ្លៀងនេះគឺសម្រាប់កូនដែលស្លាប់នៅក្នុងពោះខ្ញុំមកដល់លោកនេះក៏ត្រូវឯងសម្លាប់ចោលមួយកំភ្លៀងនេះគឺសម្រាប់ម្ដាយរបស់ខ្ញុំមនុស្សទាំងរស់ម្នាក់គ្មានគំនុំអ្វីជាមួយឯងសោះតែឯងធ្វើឲ្យខ្ញុំឈួតមួយកំភ្លៀងនេះខ្ញុំទេសម្រាប់ខ្លួនឯងជីវិតខ្ញុំពីដើមមកមានជម្រើសច្រើនណាស់តែដោយសារឯងវាខ្លាចជាខ្ទេចខ្ទាំស្អប់ណាស់តែគ្នាឯងធ្វើបាបខ្ញុំប៉ុណ្ណាហើយឯងគិតថាជីវិតនេះខ្ញុំអាចលើកលែងឲ្យឯងបានទេអូអត់ទេនៅមានវិធីមួយទៀតដែលអាចលើកលែងឲ្យឯងគឺថាឯងស្លាប់នៅមុខខ្ញុំឥឡូវនេះចាវារាល់ការជិះចាប់ដែលបងស្រីខ្ញុំធ្វើដល់ឯងគឺសុទ្ធតែបណ្ដាលមកពីខ្ញុំទាំងអស់ដូច្នេះសូមឲ្យខ្ញុំសងត្រឡប់ទាំងអស់នេះវិញចុះសៀវវីឯងធ្វើអីហ្នឹងសៀវវីឯងធ្វើអីហ្នឹងខ្ញុំពិតជាអរគុណឯងណាស់ដែលការនោះជួយឧបត្ថម្ភខ្ញុំឲ្យបានរៀនមហាវិទ្យាល័យឥឡូវនេះខ្ញុំនឹងប្រគល់ជីវិតដែលនៅសល់របស់ខ្ញុំទាំងអស់ជូនអ្នកវិញហើយសៀវវីទេគឺកំហុសរបស់ពួកយើងហើយសៀវវីអាហាសៀវវីឯងភ្ញាក់ឡើងសុទ្ធតែជាកំហុសរបស់បងស្រីមិនគួរអាហាសៀវវិនឯងភ្ញាក់ហើយមកទេចុះយឺតនៅឈឺទៀតទេគ្រូពេទ្យបានប្រាប់ខ្ញុំថាឯងមិនបានរងរបួសដល់ចំណុចសំខាន់នោះទេគ្រាន់តែថែរក្សាខ្លួនឲ្យបានល្អមួយខែនឹងជាសះស្បើយវិញហើយហើយមួយទៀតពេលជាសះស្បើយហើយត្រូវញ៉ាំបាយឲ្យបានល្អយត់ចាប់ពីពេលនេះទៅត្រូវគេងឲ្យបានឆាប់កុំកាច់កុំច្រើនវាអត់ល្អសម្រាប់សុខភាពទេបងមិនដឹងថាពេលណាទើបបងបានជួបអូនទៀតទេសៀវវ័យរបស់បងប្រហែលជាធំឡើងទៀតហើយមែនទេបងស្រីហេតុអ្វីក៏បងស្រីនិយាយបែបនេះភ្លាមសៀវវ័យកំហុសទាំងអស់គឺបងស្រីម្នាក់ឯងជាអ្នកបង្កមិនពាក់ព័ន្ធនឹងអូនទេបងស្រីនឹងត្រឡប់ទៅសារភាពទោសដោយខ្លួនឯងពេលអូនចេញពីគុកបងស្រីនឹងរងចាំអូននៅផ្ទះយើងលោកគ្រូពេទ្យខ្ញុំសូមអង្វរលោកសូមជួយម្ដាយខ្ញុំផងពីមុនម្ដាយរបស់អ្នកបានរងការប៉ះទង្គិចផ្លូវចិត្តយ៉ាងធ្ងន់ធ្ងររាងកាយរបស់គាត់ចុះខ្សោយខ្លាំងណាស់ទៅហើយអាចទ្រាំទ្របានរហូតដល់សប្តាហ៍ថ្ងៃនេះគឺជារឿងអស្ចារ្យទៅហើយម្យ៉ាងវិញទៀតឥឡូវរាងកាយគាត់បានរងរបួសម្ដងទៀតត្រៀមរៀបចំពិធីបុណ្យទៅម៉ាក់
សូមទោសម៉ាក់តែម៉ាក់ចំណាយពេលយូរទើបស្គាល់កូនទីបំផុតម៉ាក់នឹកឃើញកូនហើយម៉ាក់ខុសហើយទើបតែឥឡូវម៉ាក់ស្គាល់កូនកូនច្បាស់ជាទ្រាំជាមួយការឈឺចាប់ជាច្រើនម៉ាក់កូនអត់ឈឺចាប់អីទេកូនស្អាតណាស់សន្យាទេម៉ាក់ត្រូវតែរស់នៅឲ្យបានល្អម៉ាក់កូនមិនចង់ឲ្យម៉ាក់ទៅណាទេកូនចេញពីពេទ្យហើយសារភាពទោសហើយអ្វីបានបញ្ចប់ហើយកូនទិញផ្ទះធំស្អាតឲ្យម៉ាក់ទៀតកូនមិនទាន់បានជូនម៉ាក់ទៅនៅទេកូនចង់ឲ្យម៉ាក់រស់នៅបានល្អជាមួយកូនម៉ាក់កូនពេញចិត្តណាស់ដែលម៉ាក់បានឃើញកូនមុនពេលម៉ាក់ស្លាប់ម៉ាក់សូមទោសមកពីកូនកូនមិនល្អទេខ្ញុំមិនបានការពារអ្នកបានល្អទេទៅថ្ងៃមុខអ្នកត្រូវតែរស់នៅឲ្យសប្បាយរីករាយបន្តិចកុំគួនកុំភ្លេចការស្អប់បានទេអាសោះម៉ាក់ហាឈូវីខ្ញុំបានចាកចេញពីទីក្រុងនេះហើយនៅលើលោកនេះមានមនុស្សដូចស៊ូមេលីជាច្រើនអ្នកដែលរស់នៅក្នុងភាពងឹតដូចខ្ញុំចង់ជួយសង្គ្រោះពួកគេជួយសង្គ្រោះខ្លួនឯងប្រសិនបើអ្នកចង់មកតាមរកខ្ញុំនឹងមិនខាត់អ្នកទេពេលអ្នករកខ្ញុំឃើញខ្ញុំនឹងក្លាយជាខ្ញុំថ្មីម្នាក់រស់ទៅហើយប្រហែលជាពេលនោះយើងទាំងពីរនឹងមានការចាប់ផ្ដើមថ្មី